អាយុ3ឆ្នាំគេរុញឲ្យមកការជាមួយរ៉េទីយៀតជាធ្ងន់ដើម្បីកាត់គ្រូចង្រៃគ្រប់គ្នាគិតថាខ្ញុំជាក្មេងកំសត់ម្នាក់ដែលរស់មិនផុត3ថ្ងៃទេតែអ្នកណាទៅដឹងរ៉េទីយៀតដែលឈឺរ៉ាំរ៉ៃម្នាក់នោះតែជាស្រឡាញ់ថ្នាក់ក្នុងខ្ញុំខ្លាំងជាងគេក្នុងវាំងទៅវិញពួកមន្ត្រីនិងអ្នកក្នុងវាំងចង់សម្លាប់ពួកយើងណាស់តែគ្មានអ្នកណាដឹងទេថាបញ្ជាតបត្រកូលឈិនលាក់ក្នុងតុកតាខ្លាចាស់របស់ខ្ញុំទេហើយរឿងដែលគាត់ឈឺក៏មិនមែនជារឿងចៃដន្យដែរក្រោយឪពុកម្ដាយស្លាប់ទៅគ្រួសារពួកយកលេខថាមកមើលថែខ្ញុំហើយចូលមកនៅភូមិគ្រឹះមេតបតែម្ដងមិនត្រឹមតែប្លន់ទ្រព្យសម្បត្តិត្រកូលឈិនទេថែមទាំងធ្វើបាបខ្ញុំឲ្យទៅជាក្មេងខ្សោយហើយខ្លាចគេវាំងត្រូវរើព្រះនាងមកកំដរទីយៀតដែលជិតស្លាប់ម៉ែសឹមមិនរៀរែកសំបីតែបន្តិចក្នុងការរុញខ្ញុំចេញយកជីវិតខ្ញុំទៅបូជាដើម្បីដូរឲ្យគ្រួសារគេបានខ្លាចជាសាច់ញាតិរាជវង្សខ្ពង់ខ្ពស់រាជវង្សត្រូវការតែអ្នកមកស្លាប់តាមរ៉េទីយៀតប៉ុណ្ណោះគេមិនខ្វល់ថាខ្ញុំទើបអាយុ3ឆ្នាំទេសំបីតែមាត់ទ្វារវាំងក៏ឈានមិនផុតខ្លួនឯងផងថ្ងៃរៀបការពេលខ្ញុំវាឆ្លងមាត់ទ្វារក៏ចៃដន្យដួលកាប់មុខមាត់ប្រឡាក់ដីពេញធ្វើឲ្យមនុស្សម្នាសើចចំអកថាមើលចោះងៅណាស់ដួលកាប់មុខហើយនៅមិនចេះយកដៃបាំងមុខទៀតអាសូរណាស់មេតបឈិនដ៏ខ្លាំងពូកែចុងក្រោយសល់តែកូនស្រីភ្លើម្នាក់នឹងលុះដល់ពេលយប់រ៉េទីយៀតមើលមកឆ្អឹងមានសាច់ដែលខ្ញុំដកចេញពីក្នុងដៃអាវរួចក៏គ្រវីក្បាលហួសចិត្តអីចឹងដែលដួលកាប់មុខកាលពីថ្ងៃគឺដើម្បីការពារឆ្អឹងសាច់មួយនឹងមែនទេខ្ញុំលើកមុខឡើងដោយមោទនភាពបងមើលទៅអូនឆ្លាតទេមុខមាត់មានអីសំខាន់ជាងឆ្អឹងសាច់ទៅតាំងពីប៉ាម៉ាក់ស្លាប់ទៅខ្ញុំមិនដែលបានញ៉ាំស៊ុតចំហុយដាក់សាច់ទេថ្ងៃនេះឆ្លៀតពេលរៀបការទើបលួចឆ្អឹងសាច់បានមួយពីក្នុងផ្ទះបាយរ៉េទីយៀតមើលខ្ញុំអង្គៀមឆ្អឹងយ៉ាងឆ្ងាញ់ភ្នែករបស់គាត់ចាប់ផ្ដើមឡើងក្រហមដោយកំហឹងខ្ញុំមិនដឹងថាគាត់ខឹងរឿងអីទេចាំតែសម្ដីម៉ែដោះថាតែខាតគុំធ្វើឲ្យរ៉េទីយៀតមិនសប្បាយចិត្តខ្ញុំក៏ប្រញាប់ហុចឆ្អឹងសាច់ឲ្យគាត់យានមិនញ៉ាំទៀតទេឲ្យបងញ៉ាំវិញញ៉ាំឆ្អឹងសាច់ខ្ញុំហើយគាត់ប្រហែលជាបាត់ខឹងហើយមើលទៅតែរ៉េទីយៀតបែរជាធ្វើមុខស្មើរួចដើរចេញទៅប្រាប់កូនចៅនៅខាងក្រៅពី3ម៉ាត់មិនយូរប៉ុន្មានស៊ុតចំហុយដាក់សាច់យ៉ាងឈ្ងុយត្រូវបានលើកមកញ៉ាំទៅយូរហើយដែលមិនបានញ៉ាំរបស់ឆ្ងាញ់បែបនេះខ្ញុំញ៉ាំញាត់រហូតដល់ប៉ោងពោះតតែសល់ពីម៉ាត់ចុងក្រោយទើបនឹកឃើញចែករ៉េទីយៀតខ្ញុំរុញចានឲ្យទាំងមិនដាច់ចិត្តបងញ៉ាំទៅគាត់មើលមកស៊ុបពី3ម៉ាត់ក្នុងចានរួចមើលមកខ្ញុំដែលញាក់តែនៅលួចញាក់មើលចានដោយសោកស្ដាយរ៉េទីយៀតក៏រុញចានមកឲ្យវិញរួចក៏បញ្ជាឲ្យគេយកទឹកមកអាមៀតឲ្យដែលមកតាមបញ្ជាបើកភ្នែកធំលួចមើលចូលក្នុងបន្ទប់ទាំងឆ្ងល់មួយសន្ទុះក្រោយមកទើបកាន់ទឹកចូលមកទាំងភ្ញាក់ផ្អើលលោកម្ចាស់នាងទើបតែ3ឆ្នាំទេណារ៉េទីយៀតមុខឡើងខ្មៅរួចដេញគេចេញបាត់គាត់យកកន្សែងមកជូតមុខជូតដៃឲ្យខ្ញុំយ៉ាងថ្នមខ្លួនគាត់មានក្លិនថ្នាំបន្តិចពេលហិតទៅបែរជាស្រដៀងនឹងក្លិនខ្លួនម៉ាក់ខ្ញុំណាស់ម៉ាក់ធ្លាប់ប្រាប់ថាលោកប៉ានិងពួកម៉ាក់គាត់ទៅច្បាំងនៅតាមព្រំដែនរាល់ឆ្នាំរបួសសឹងតែរាល់ដងព្រំដែនត្រូវការថ្នាំសង្គ្រោះច្រើនណាស់អញ្ចឹងហើយបានជាគាត់រកស៊ីលក់ថ្នាំចង់ទុកថ្នាំល្អឲ្យលោកប៉ាទាំងអស់បងរ៉េទីយៀតក្លិនបងដូចម៉ាក់អូនមែនតែនបងរ៉េទីយៀតគេថាបើបងស្លាប់ទៅអូនត្រូវទៅដេកក្នុងឈូសជាមួយបងដែរតើយើងអាចទៅដេកក្នុងឈូសរបស់ប៉ាម៉ាក់អូនបានទេប៉ាម៉ាក់អូនដេកនៅជាមួយគ្នានឹងអូនចង់នៅជាមួយពួកគាត់ថែមបងម្នាក់ទៀតពួកគាត់ច្បាស់ជាមិនប្រកាន់ទេអាយ៉ាអូនបង្កបញ្ហាហើយព្រះអង្គគុំចាស់យីមួយគាត់ថាបើគាត់ស្លាប់មិនឲ្យអូនដេកជាមួយគាត់ក្នុងឈូទេអូនក៏សួរថាចុះបើទៅដេកក្បែរប៉ាម៉ាក់បានអត់គាត់នៅតែថាអត់ទៅដែរចុះឲ្យអូនទៅណាទៅតាំងពីប៉ាម៉ាក់ទៅបាត់អូនគ្មានផ្ទះសម្បែងទេបើបងរ៉េទីយៀតមិននៅម្នាក់ទៀតតើឲ្យអូនទៅរំពឹងអ្នកណាស្អែកឡើងមេដោះណែអបអូនយំឡើងហើមភ្នែកគាត់ថាគាត់នឹងធ្វើជាគ្រួសាររបស់អូនគាត់នឹងនៅក្បែរអូនរហូតទោះស្លាប់ក៏នៅក្បែរដែរព្រះអង្គគុំចាស់នាំអូនទៅជួបព្រះមហេសីត្រូវជាម៉ាក់របស់គាត់នឹងឯងព្រះមហេសីស្អាតខ្លាំងណាស់ស្អាតដូចស្រីក្នុងគំនូរអីចឹងឃើញអូនរេរកមើលចុះឡើងគាត់ក៏ញឹមបក់ដៃហៅឲ្យអូនទៅអង្គុយក្បែរថែមទាំងយکنំលើទៅឲ្យអូនទៀតជីវីនតូចសាក់ភ្លក់មើលទៅតាំងពីម៉ាក់អូនទៅចោលអូនមិនដែលបានញ៉ាំនំទៀតទេពិបាកណាស់ទម្រាំបានមួយដុំអូនក៏ញ៉ាំតិចដោយប្រយ័ត្នប្រយែងញ៉ាំបាន2ម៉ាត់ស្រាប់តែនឹកឃើញរឿងអីម្យ៉ាងអូនក៏លោតចុះពីកៅអីរត់ទៅរកព្រះអង្គគុំចាស់បងញ៉ាំដែរទៅគាត់ឈឺញ៉ាំឆ្អឹងសាច់មិនបានតែនំប្រហែលជាញ៉ាំបានតាព្រះមហេសីភាំងបន្តិចរួចងាកទៅញឹមដាក់ព្រះអង្គគុំចាស់ចរិតក្មេងម្នាក់នេះដូចប៉ាម៉ាក់គេបេះបិទគឺល្អខ្លាំងណាស់ព្រះអង្គគុំចាស់ជូតកំតិចនំនៅមាត់ឲ្យអូនបងមិនញ៉ាំទេឯងញ៉ាំចុះកុំភ័យគ្មានអ្នកណាដណ្ដើមឯងទេអូនត្រឡប់ទៅអង្គុយវិញញ៉ាំនំតិចតែភ្នែកសម្លឹងមើលនំដែលសល់លើទុំមិនដាក់ភ្នែកព្រះមហេសីឲ្យគេខ្ចប់នំទាំងអស់នោះឲ្យអូនយកទៅញ៉ាំនៅវាំងខាងកើតអូនសើចចេញធ្មេញស្គូដាក់គាត់សប្បាយចិត្តឡើងរីកមុខក្បែរគាត់មានក្មេងប្រុសម្នាក់សម្លឹងមើលអូនមិនព្រិចភ្នែកពិតជាក្មេងចង្រៃបាយមែនដឹងតែរឿងស៊ីបងប្រុសសីធំហើយមិនគួរណាមកការជាមួយក្មេងស្រីញឹកញាប់បែបនេះសោះអូនបើកភ្នែកធំសម្លឹងរកគាត់ជីវិនមិនមែនក្មេងទេណាជីវិនអាចការប្តីបានហើយក្មេងប្រុសនោះធ្វើមុខឌឺដាក់អូនដើរមកចិត្តអូនគាត់ខ្ពស់ណាស់ខ្ពស់ជាងអូនមួយក្បាលហើយណោះអូនងើយមើលឃើញតែចង្ការគាត់ទេគាត់ងើយមុខឡើងដោយអំនួតក្មេងបាត់ជើងមិនទាន់ស្ងួតផងដឹងថាការមានន័យថាម៉េចអត់អូនគាត់វិញទាំងជឿជាក់ម៉េចក៏មិនដឹងការគឺត្រូវដេកជាមួយគ្នាដល់ពេលងាប់ទៅត្រូវកប់ជាមួយគ្នាដេកក្នុងឈូសតែមួយដូចប៉ាម៉ាក់អូនអីចឹងក្មេងប្រុសនោះចង់និយាយអីទៀតក៏ត្រូវបានអាគមហេសីទីនត្រឡប់ទៅវិញរួចខ្ទប់មាត់យ៉ងឆឹងជាប់មិនត្រូវឆ្លើយដាក់បងថ្លៃស្រីអញទេយ៉ងឆឹងរើបំរាស់ទាំងធ្ងោហឺអាថ្មនឹងខ្លាយជាបងថ្លៃស្រីស្អីទៅអូរ៉េទីយៀតគឺជាព្រះរាជបុត្រច្បងចំណែកយ៉ងឆឹងគឺជាព្រះរាជបុត្រទី5ព្រះរាជបុត្រទី5មិនចូលចិត្តខ្ញុំបន្តិចសោះរាល់ព្រឹកពេលគាត់ក្រោកទៅរៀនតែងតែឧស្សាហ៍រត់មកវាំងខាងកើតដាស់ខ្ញុំឲ្យក្រោកពីគ្រែហើយបង្ខំទាញខ្ញុំឲ្យទៅជាមួយរហូតឯងជាព្រះនាងរ៉េទីយៀតណាមិនក៏អត់ចេះអក្សរអញ្ចឹងយើងចេះរៀនតាំងពី3ឆ្នាំឯងជិត4ឆ្នាំហើយតើប្រញាប់ទៅរៀនជាមួយយើងភ្លាមខ្ញុំត្រូវគាត់សង្កត់ឲ្យអង្គុយនៅទៅរៀនបង្ខំចិត្តស្ដាប់លោកគ្រូសូត្រមេរៀនគ្រវីក្បាលតាស្ដាប់ទៅគួរឲ្យមួយណាស់ស្ដាប់មិនទាន់បានប៉ុន្មានផងក៏ដេកលក់បាត់លោកគ្រូក៏សម្លឹងមកខ្ញុំរួចដកដង្ហើមធំទាំងអស់សង្ឃឹមព្រះអង្គគុំចាស់រ៉េទីយៀតឆ្លាតវៃតាំងពីតូចអាយុ2ឆ្នាំអាចទន្ទិញក្បួនច្បាប់បានហើយជាចៅប្រុសសំណប់របស់អតីតព្រះមហាក្សត្របើគុំតែមានជំងឺធ្ងន់ជាប់ខ្លួនក៏មិនបាច់រៀបការជាមួយក្មេងតូចលប់ម្នាក់នឹងដែរមកធ្វើជាមហេសីឯកអញ្ចឹងទេលុះដល់ពេលខ្ញុំភ្ញាក់ពួកព្រះរាជបុត្រជុំវិញនោះសើចចំអកខ្ញុំគ្រប់គ្នាក្មេងបៀមដៃសោះមកធ្វើជាព្រះនាងរ៉េទីយៀតហា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 អស់សំណាយក្អួតឈាមហ្មងថ្ងៃរៀបការនាងនឹងដួលបោកផ្ងាជើងទៀត
កុំរំលឹកអីខ្មាស់គេស្លាប់ហើយមើលមុខងីងើនឹងមើលជាទឹកមាត់ទៀតផងខ្ញុំងើបក្បាលឡើងរួចជូតទឹកមាត់នៅមាត់ចេញហើយសម្លឹងមើលពួកគេទាំងភ្នែកភ្លឺសួស្ដីបងសម្លេងសើចជុំវិញក៏ស្រាប់តែស្ងាត់ច្រងម្នាក់ខ្សឹបថាតែមើលទៅនាងស្អាតគួរសមដែរតើហេគ្រាន់តែមុខលបតើព្រះរាជបុត្រទី2ក្មេងជាងរាជទីយាតែប៉ុន្មានថ្ងៃទេឥឡូវអាចដឹកតបចេញច្បាំងបានបាត់គាត់ទៅណានជាងបាត់ហើយមិននៅសាលារៀននេះទេព្រះរាជបុត្រទី3និងទី4អាយុប្រហាក់ប្រហែលគ្នាសុទ្ធតែបងព្រះរាជបុត្រទី5ពួកគេទាំងពីរអង្គុយជិតគ្នាហើយទុកកន្លែងកណ្ដាលឲ្យខ្ញុំអង្គុយទៀតខ្ញុំអបខ្នាយតូចរបស់ខ្ញុំរួចដើរទៅអង្គុយយ៉ាងស្លូតបូតពេលពួកគេកំពុងខំរៀនដៃរបស់ពួកគេដាក់ក្បែរសៀវភៅខ្ញុំផ្អែកលើខ្នើយស្ដាប់បានបន្តិចក៏ដេកលក់បន្តិចពួកគេទាំងពីរឆ្លៀតលួចអង្អែលសក់ក្រងរបស់ខ្ញុំឬក៏មកប៉ះដៃតូចរបស់ខ្ញុំយ៉ងឆឹងនៅពីក្រោយខាងខ្លាំងជេរខ្ញុំថាអាមេអត់បេះដូងបន្ទាប់មកគាត់ក៏ឈប់ខ្វល់ពីខ្ញុំរហូតដល់ពេលចេញពីយានគាត់ក៏ដើរចេញទៅម្នាក់ឯងបាត់ទៅដើរត្រឡប់ទៅវាំងខាងកើតខ្លួនឯងទៅហេចាំមើលចេះរកផ្លូវឃើញអត់ខ្ញុំឈរនៅមាត់ទ្វារសាលារៀនសម្លឹងមើលផ្លូវខ្វាត់ខ្វែងគ្រប់ទីគឺមិនដឹងថាត្រូវដើរទៅផ្លូវណាទេព្រះរាជបុត្រទី3ដើរមកកាន់ដៃខ្ញុំមកជាមួយបងមកបងនាំទៅលេងគាត់នាំខ្ញុំទៅវាំងឆាងលឺថែមទាំងយកនំឲ្យខ្ញុំញ៉ាំទៀតមាតារបស់គាត់គឺរងគុយហ្វេដើរមកដល់ឃើញខ្ញុំកំពុងអង្គុយនៅតុទឹកមុខគាត់ក៏ប្រែជាក្រៀមក្រំភ្លាមយ៉ានមិនក៏កូននាំអាផ្កាយចង្រៃនេះមកទីនេះសីមែនតែនខ្ញុំភ័យពេកក៏រត់ចេញពីវាំងឆាងលឺភ្លាមហើយរត់យ៉ាងលឿនតាមផ្លូវធំក្នុងចិត្តភ័យស្លន់ស្លោខ្លាំងណាស់មិនដឹងថាត្រូវទៅទីណាទេខ្ញុំជាផ្កាយចង្រៃក្រោយប៉ាម៉ាក់ចែកឋានបាត់ទៅគ្រូសាពូថ្លៃមកដល់ផ្ទះភ្លាមក៏ជេរខ្ញុំថាជាស្រីចង្រៃមកថាខ្ញុំនឹងហើយជាអ្នកឆក់យកជីវិតមនុស្សហើយប្រាប់ឲ្យគ្រប់គ្នាដើរចេញឲ្យឆ្ងាយពីខ្ញុំកាលនឹងខ្ញុំអត់ទាន់យល់ទេថាពួកគាត់ចង់មានន័យថាម៉េចដឹងត្រឹមថាខ្ញុំជាអ្នកធ្វើឲ្យប៉ាម៉ាក់ស្លាប់បងប្រុសរីកយាបចាត់គេឲ្យមកតាមរកខ្ញុំយកទៅវិញតែខ្ញុំបែរជាទៅពួននៅជ្រុងវិមានធំមិនហ៊ានចូលទៅក្បែរគាត់ទេគាត់ចង្អុលទៅម្ហូបនៅលើតុមកញ៉ាំបាយមកមានសុបពងទាចំហុយសាច់ដែលឯងចូលចិត្តទៀតណាដឹងខ្លួនថាខុសអីចឹងល្អហើយខាងយ៉ងឆឹងវិញបងបានដាក់ទោសរួចហើយទៅថ្ងៃមុខគុំរត់ផ្ដេសផ្ដាស់ទៀតគាត់ខ្លាចថាអ្នកមកទទួលរកខ្ញុំមិនឃើញតាំងពីដំបូងលុះដឹងថាខ្ញុំទៅវាំងឆាងលឺទើបគាត់ប្រញាប់ប្រញ័រទៅតាមក៏ឃើញខ្ញុំកំពុងដើរជើងទេមុខស្លេកស្លាំងរត់ត្រឹកតាមផ្លូវសាធារណៈប៉ុន្តែខ្ញុំនៅតែមិនហ៊ានចូលទៅជិតគាត់ដដែលខ្ញុំក្រាបក្បាលលើដៃរួចសួរគាត់តិចថាបងរីកទីយាគេថាខ្ញុំជាអ្នកធ្វើឲ្យប៉ាម៉ាក់ស្លាប់ខ្ញុំច្បាស់ជាធ្វើឲ្យបងស្លាប់ដូចគ្នាបងបោះបងខ្ញុំចោលទៅល្អជាងពួកគាត់សុទ្ធតែនិយាយថាខ្ញុំរៀបការមកទីនេះដើម្បីត្រៀមខ្លួនស្លាប់តាមបងតើមកពីមានខ្ញុំមែនទេទើបបងត្រូវស្លាប់បើសិនជាខ្ញុំមិនមកវាំងខាងកើតបងក៏ប្រហែលជាមិនស្លាប់ដែរមែនអត់ក្រោយប៉ាម៉ាក់ស្លាប់ទៅក្រៅពីម៉ែដោះគាត់គឺជាមនុស្សដំបូងដែលល្អរបស់ឆ្ងាញ់ខ្ញុំញ៉ាំថែមទាំងចែកក្រែឲ្យខ្ញុំដេកពាក់កណ្ដាលទៀតមនុស្សល្អណាស់ខ្ញុំមិនចង់ឲ្យគាត់ស្លាប់ទេខ្សែភ្នែកបងរីកទីយាតស្រអាប់ចុះស្រាប់តែគាត់ក្អកយ៉ាងខ្លាំងខ្ញុំមើលឃើញយ៉ាងច្បាស់ថាមានឈាមហូរស្រក់ចេញតាមចន្លោះម្រាមដៃរបស់គាត់ខ្ញុំភ័យពេកក៏ស្ទុះរត់ទៅរកគាត់ភ្លាមរួចអង្អែលក្នុងគាត់តិចបងរីកទីយាតហុចដៃមកសម្លឹងមើលខ្ញុំដែលកំពុងរវល់ចាក់ទឹកតែនឹងយកកន្សែងឲ្យគាត់កែវភ្នែកគាត់ពោពេញដោយភាពអាណិតអាសូរឈ្មោះរបស់ឯងគឺបងជាអ្នកដាក់ឲ្យព្រោះចង់ឲ្យឯងមានក្តីសុខសប្បាយរីករាយរស់នៅយ៉ាងសុខសាន្តបំផុតឯងគឺជាតារាសំណាងតើអាចជាស្រីចង្រៃបានយ៉ាងម៉េចឯងមិនបានធ្វើឲ្យអ្នកណាស្លាប់ទេហើយក៏មិនអាចធ្វើឲ្យបងស្លាប់ដែរកុំទៅស្ដាប់សម្ដីផ្ដេសផ្ដាស់របស់ពួកអ្នកក្រៅដល់យប់ឡើងពេលខ្ញុំលងលក់បាត់ខ្ញុំមានអារម្មណ៍ថាគាត់កំពុងអង្អែលថ្ពាល់ខ្ញុំថ្នមរួចនិយាយតិចថាបងនឹងធ្វើឲ្យអូនមានក្តីសុខពេញមួយជីវិតហើយមិនឲ្យអូនត្រូវស្លាប់តាមបងដាច់ខាតកុំបារម្ភអីណាគាត់ស្មានថាខ្ញុំលក់បាត់មនុស្សសម្ដីទាំងនេះតាមពិតខ្ញុំមើលទាំងអស់នឹងគ្រាន់តែមិនសូវយល់ថាការស្លាប់តាមគ្នាវាមានន័យថាបន្ទាប់ពេលព្រះអង្គម្ចាស់ទី5យាងមកគាត់ក៏សុំទោសខ្ញុំយ៉ាងប្រុងប្រយ័ត្នបងសុំទោសណាទៅថ្ងៃមុខបងជប់ឌឺដងផ្ដេសផ្ដាស់ទៀតហើយក៏មិនទុកអូនចោលម្នាក់ឯងទៀតដែរតែទោះជាយ៉ាងណាខ្ញុំក៏លែងព្រមទៅសាលារៀនជាមួយគាត់ទៀតដែរគាត់ដើរចេញទៅទាំងទឹកភ្នែករហាមខ្ញុំក៏មិនបានចិត្តទុនអីដែរពេលរសៀលកំឡុងពេលខ្ញុំកំពុងលេងក្នុងសួនច្បារក៏ជួបអ្នកម្នាងរងម្ដងទៀតគាត់នាំពួកអ្នកបម្រើពី3នាក់មកជាមួយក្នុងដៃមានយួរប្រអប់ថ្មខ្សែភ្នែកគាត់សម្លឹងមកខ្ញុំយ៉ាងត្រជាក់ស្រេបពិតជាស្រីចង្រៃមែនក្រោយមកទើបខ្ញុំដឹងថាថ្ងៃដែលព្រះអង្គម្ចាស់ទី5ទៅរៀននោះគាត់បានវាគ្នាជាមួយព្រះអង្គម្ចាស់ទី3ត្រូវលោកគ្រូយកទៅប្តឹងស្ដេចទាំងពីរនាក់ក៏ត្រូវដាក់ទោសទាំងពីរនាក់តែម្ដងទៅស្នំឯក្រុងស្អប់ខ្ញុំដល់ឆ្អឹងដោយសាររឿងហ្នឹងថែមទាំងញុះញង់លួងឲ្យខ្ញុំហូបចេះបនព្រះទៀតឲ្យបនស្រន់ឲ្យរាជទីយាតឲ្យអស់ពីពោះលួងក៏យល់ព្រមតាមសំណើនាងទៅព្រះមហេសីនាំគ្នាមកមើលខ្ញុំថែមទាំងជូនខ្ញុំទៅវិហារដោយផ្ទាល់ទៀតឃើញខ្លួនខ្ញុំតូចល្អិតលុតជង្គង់នៅមុខព្រះបដិមាធ្វើតាមគ្រូដែលស្នំឯក្រុងបញ្ជូនមកលុតជង្គង់សំពះជាមួយលោកយាយមេដោះព្រះមហេសីទុកចិត្តមិនបានរហូតខឹងក្រហមភ្នែកពិតជាហួសហេតុពេកហើយក្មេងទៅតែ3ឆ្នាំសោះចេះបនស្រន់ស្អីទៅហេតុអីបង្ខំឲ្យគេហូបចេះបនព្រះចឹងគាត់ក៏រត់ទៅឆ្លុះជាមួយលួងមួយប្រាវធំទាមទារយកខ្ញុំទៅនៅក្បែរខ្លួនដើម្បីឲ្យគាត់មើលថែដោយផ្ទាល់ឈិនយុនជាកូនប្រសាររបស់ខ្ញុំម្ចាស់ចឹងត្រូវតែឲ្យខ្ញុំម្ចាស់ជាអ្នកបង្រៀនតែលួងបែរជាបដិសេធយ៉ាងត្រជាក់ស្រជុំគុយហ្វីធ្វើចឹងក៏ដើម្បីរាជទីយាតដែរឬមួយមហេសីមិនចង់ឲ្យរាជទីយាតសុខភាពល្អឲ្យគេបានជួយការងារយើងឆាប់ព្រះមហេសីតបទាំងខឹងកូនសុខភាពល្អឬអត់គឺមានគ្រូពេទ្យលួងមើលថែហើយតើចាំបាច់អីប្រើក្មេង3ឆ្នាំឲ្យធ្វើរឿងអស់ហ្នឹងលួងក៏ដេញឲ្យមហេសីទៅសម្រាប់ពិចារណាកំហុសខ្លួនឯងថែមទាំងស្ដីឲ្យថាគាត់គ្មានគុណធម៌ទើបធ្វើឲ្យរាជទីយាតឈឺក្អេកក្អកចឹងរាជទីយាតត្រូវតែជួយសម្រាលការងារយើងនិងទទួលខុសត្រូវរឿងប្រទេសជាតិមកពីមហេសីឯងគ្មានសិលធម៌ទើបធ្វើឲ្យគេទន់ខ្សោយបែបហ្នឹងលើកនេះសំបីតែមហេសីក៏ត្រូវពិន័យដែរថែមទាំងត្រូវគេចោទថាជាអ្នកធ្វើឲ្យកូនឈឺទៀតស្នំឯក្រុងរឹតតែបានចិត្តខ្លាំងជាងមុនមេដោះដែលនាងបញ្ជូនមកតាមខ្លំមើលខ្ញុំដើរងើយមុខឡើងលើចង់ដាច់ទុកមើលមកខ្ញុំដោយខ្សែភ្នែកមើលងាយបំផុតធ្វើដូចខ្លួនឯងមានគុណសម្បត្តិធំធេងណាស់ចឹងខ្ញុំក៏សម្លឹងមុខគាត់មិនដាក់ភ្នែកគាត់ក៏និយាយយ៉ាងត្រជាក់ថាព្រះនាងមិនខំមើលព្រះបដិមាបនស្រន់ទៅមកសម្លឹងមុខខ្ញុំបំរើធ្វើអីខ្ញុំគ្រូវិក្បាលអ្នកឯងគួរឲ្យចង់មើលជាងព្រះបដិមាឆ្ងាយណាស់អ្នកឯងដូចអាមន់គោកនៅក្រោយផ្ទះខ្ញុំបេះបិទពេលអាមន់គោកឆ្លុះឈ្នះមេមន់ហើយវានឹងងើយក្បាលដើរអួតចុះឡើងក្នុងធ្លាមកចឹងឯងវាមិនដែលឈ្នះមន់គោកផ្សេងទេចេះតែធ្វើបាបមេមន់ចាស់ប៉ុណ្ណោះលោកយាយមេដោះកាំងមួយផ្លែរួចក៏ខឹងឡើងមុខក្រហមញ៉ាំងក្មេងស្រីតូចចេះតែនិយាយមែនហ៊ានមកឌឺដងថាខ្ញុំជាមន់ផងថែមទាំងថាយើងចេះតែធ្វើបាបអ្នកខ្សោយទៀតគាត់ថាខ្ញុំកំពុងចំអកឲ្យគាត់ដែលខ្លាំងតែជាមួយអ្នកខ្សោយខ្ញុំក៏រត់ទៅសួរលោកយាយមេដោះរបស់ខ្ញុំអាពាក្យខ្លាំងជាមួយអ្នកខ្សោយនឹងមានន័យថាមេដោះក៏មិនហ៊ានឆ្លើយប្រាប់ដែរបានត្រឹមតែលួចដេត្រង់ជង្គង់ខោរបស់ខ្ញុំដេទ្របឲ្យក្រាស់ខ្មឹក
កុំឲ្យខ្ញុំលុតជង្គង់យូរពេកឈឺជង្គង់តែចុងក្រោយអាទ្រព្យជង្គង់នឹងអត់បានប្រើទេព្រោះពួកគេលែងពិន័យឲ្យខ្ញុំលុតជង្គង់ហើយគឺពួកគេចាប់ខ្ញុំវាយគូតែម្ដងមិនយូរប៉ុន្មានព្រះអង្គម្ចាស់ទី5ក៏វាយគ្នាជាមួយព្រះអង្គម្ចាស់លើពីនេះគាត់វាយរហូតបែកក្បាលព្រះអង្គម្ចាស់ទី3លួងបានពិន័យព្រះអង្គម្ចាស់ទី5តែសម័យខ្លួនដែលត្រូវគេវាយក៏ត្រូវស្ដីឲ្យដែរឯងធំជាងយ៉ងឆឹងដល់ទៅ3ឆ្នាំចុះមិនក៏វាមិនឈ្នះវាថែមទាំងរត់មកយំយាយប្តឹងយើងទៀតយើងមិនគួរមានកូនអសមត្ថភាពដូចឯងសោះមួយរំពេចនោះពេញក្នុងវងទាំងមូលសុទ្ធតែនិយាយដើមពីព្រះអង្គម្ចាស់ទី3ថា